ថ្ងៃនេះគឺលោកគ្រូសូមលើកយករឿងមួយមកព្រៀនជូនបងប្អូនអំពីការអានអត្ថបទបាទអញ្ចឹងចំណងជើងនេះគឺមានរឿងថា The Swiss Family Robinson បាទអញ្ចឹងមកខាត់ពេលសូមបងប្អូនអរគ្នាតាមដានរឿងអរគ្នាដូចទៅបាទអញ្ចឹងដំបូងបងប្អូនសូមមើលរូបភាពនេះគឺជារូបភាពនៃទូអង្គណាអ្នកនរគ្នាបាទនេះគឺមាន boat បាទមានផ្ទះបាទមានសមុទ្រមានអីចឹងទៅណាមានដំរីមានអីបាទអានេះគឺអត្ថបទតូចនេះគឺលោកគ្រូដកស្រង់ចេញយកមកព្រៀងនេះណាបាទអញ្ចឹងមកខាត់ពេលសូមបងប្អូនអរគ្នាតាមដានអរគ្នា This is a story about the Swiss family Robinson នេះគឺជារឿងមួយនិយាយអំពីក្រុមគ្រួសារលោក Swiss Robinson Mom, Dad and the three brothers Fritz, Ernest and Jack បាទចុះមានម្ដាយមានប៉ាហើយនឹងបងប្អូនប្រុស3នាក់មានឈ្មោះ Fritz, Ernest and Jack and crossing the sea in a boat គឺកំពុងតែឆ្លងកាត់សមុទ្រមួយនៅតាមទូក Their boat is old and small ទូករបស់ពួកគេគឺចាស់ហើយតូច But they like it ប៉ុន្តែពួកគេចូលចិត្តវាណាស់ One day នៅថ្ងៃមួយ there is a big storm គឺមានព្យុះដ៏ធំមួយ It's very windy វាមានខ្យល់ខ្លាំង and the family is very scared ហើយក្រុមគ្រួសារគឺភ័យខ្លាចខ្លាំងណាស់ Suddenly រំពេចនោះ their boat hit some rocks ទូករបស់ពួកគេក៏ប៉ះទង្គិចជាមួយនឹងផ្ទាំងថ្មខ្លះ Oh no said that our boat is broken ឪពុកនិយាយ Oh no ទូករបស់យើងគឺខូចហើយទូករបស់យើងគឺបោះបែកហើយអូខេបាទអញ្ចឹងបងប្អូនសូមតទៅទំព័រមួយទៀតបាទតទៀតបាទអញ្ចឹងដល់កន្លែងនេះបាទ Next morning បាទដល់ព្រឹកបន្ទាប់អ្នកនរគ្នា Next morning នៅព្រឹកបន្ទាប់ It isn't windy វាអត់មានខ្យល់ទៀតទេ It's very sunny វាគឺមានពន្លឺថ្ងៃ and the family walks to the beach ហើយគ្រួសារក៏បានដើរទៅសមុទ្រ What's a wonderful beach នៃសមុទ្រនេះអីក៏អស្ចារ្យម្ល៉េះ Say mom ម្ដាយគាត់និយាយ We're on an island ពួកយើងគឺនៅលើកោះ and there are no people ហើយអត់មានមនុស្សទេ Say that ឪពុកនិយាយ What can we do តើយើងអាចធ្វើអ្វីទៀត Ask mom ម្ដាយសួរ Let's make a tree house Say that ចឹងឪពុកនិយាយថាតោះយើងធ្វើផ្ទះដើមឈើមួយ Let's work together Say all help Let's work together តោះយើងជួយធ្វើគ្នា They all help ពួកគេក៏បានជួយគ្នា Dad and Fritz make some beds ឪពុកហើយនឹង Fritz ក៏បានធ្វើនៅគ្រែមួយចំនួនគ្រែខ្លះ There is no school ហើយអត់មានសាលារៀនទេ There is no school អត់មានសាលារៀនទេ So mom is the teacher ដូច្នេះម្ដាយគឺជាគ្រូដូច្នេះម្ដាយធ្វើជាគ្រូបង្រៀន Every day they have science, maths, social studies and English lessons ជារៀងរាល់ថ្ងៃពួកគេរៀនវិទ្យាសាស្ត្រគណិតសិក្សាសង្គមហើយនឹងមេរៀនផ្នែកភាសាអង់គ្លេស In the afternoons រៀងរាល់ពេលរសៀល They do homework ពួកគេធ្វើកិច្ចការផ្ទះ Dad
and Prince look for food ឪពុកហើយនឹង Prince ក៏បានទៅរកម្ហូប They find coconuts, bananas and fish to eat ពួកគេក៏បានរកបានផ្លែដូងខ្លះតែចេកខ្លះហើយនឹងត្រីមួយចំនួនទុកញ៉ាំ Jack and Ernest find a baby elephant Jack ហើយនឹង Ernest ក៏បានរកកូនដំរី and a baby monkey ហើយនឹងកូនស្វា on the island នៅលើកោះ They like playing together ពួកគេចូលចិត្តលេងជាមួយគ្នាបានចឹងបងប្អូនទាំងគ្នាបានមេរៀនរបស់លោកគ្រូមួយនេះឆ្លងទីបញ្ចប់ហើយសូមអរគុណបងប្អូនដែលតាមដានមេរៀនរបស់លោកគ្រូតាមដានដល់ចប់សូមជូនពរបងប្អូនរៀនកាន់តែពូកែមកទៅណាដោយសុវត្ថិភាពអរគុណបាយបាយ